សិក្សាអំពី export to Illustrator export to Illustrator គឺជាការបំលែងពី Photoshop ទៅកម្មវិធី design មួយទៀតគឺ Illustrator បាទអញ្ចឹងទី1គឺយើងចុចទៅលើ file រួចយកពាក្យ export តមកទៀតគឺយើងចុចទៅលើពាក្យថា path as Illustrator រួចវាឈ្មោះចូលរើសទីតាំងរួចចុច save តែម្ដងតោះអញ្ចឹងមើលការប្រើទី1គឺយើងបានចុច file ចុច new នេះសិនហើយយើងសាកបង្កើតប្រភេទជាกระดาษ640គុណនឹង808រួចចុច OK បាទអញ្ចឹងហើយគឺខ្ញុំคลิกទៅលើបាទ custom set tool នេះមួយរួចយើងរើសត្រង់ចំណុចនេះបាទផាននេះហើយយើងគូវាមកឧទាហរណ៍ថាខ្ញុំយកវាជាបាទសត្វសេកយើងคลิกលើញ៉ាព្រួយនេះ Mazda មក make select បាទរួច OK មករួចចាក់ fill ចូលទៅដូរពណ៌ទៅឧទាហរណ៍ពណ៌មកទួយជែកចឹងគឺបែបហ្នឹងឯងយើងចង់គូររូបអីផ្សេងទៀតយើងคลิกលើហ្នឹងមកបាទឧទាហរណ៍ខ្ញុំគូររូបខ្យងคลิกលើហ្នឹងគូមករួចយើងចុចលើសញ្ញាព្រួយនេះសិនរួចយើងមកស្ដាំលើវារួចយកមាន fill path យើងចាក់ fill ចូលតែម្ដងក៏បានដែរគឺយើងរើសពាក្យថា for color នេះរួចយកពណ៌ក្រហមមកអូខេចឹងខ្យងយើងពណ៌ក្រហមមកបាទអញ្ចឹងក្រោយយើងគូចឹងបានហើយយើងចង់ export វាទៅជា Illustrator គឺយើងចុចលើពាក្យ file រួចយកពាក្យនេះ export រួចយកពាក្យនេះ path to Illustrator បាទបន្តមកទៀតគឺយើងរើសទីតាំងមកឧទាហរណ៍ខ្ញុំដាក់លើ desktop បាទបន្តមកទៀតខ្ញុំវាយពាក្យថា export test ហើយ option យើងមានតែមួយទេគឺមក Illustrator គឺកម្មវិធីបាទ design មួយដែរបន្តមកទៀតគឺយើងចុចលើ save តែម្ដងបាទអញ្ចឹងហើយគឺយកមកមើលនៅលើ desktop មកនេះគឺយើងឃើញ file export តែនេះមួយគឺជាប្រភេទ file របស់កម្មវិធី Illustrator អញ្ចឹងយើងមើលបកករណីយើង file យកពាក្យ save as ហើយយកវាជានេះ Photoshop នេះ PSD អញ្ចឹងចុចទៅលើ desktop នឹងដែរបាទឧទាហរណ៍ថា test Photoshop រួចចុច save ចឹងយើងមើលយើងមានពីរ file មួយនេះសម្រាប់ Illustrator គឺទម្រង់បែបនេះហើយនឹង file សម្រាប់ Photoshop យើងគឺទម្រង់បែបនេះឯង